មករស់នៅឯប្រទេសអឺរ៉ុបចឹងទៅហើយបាទគាត់រៀបចំជាមួយនឹងគេហៅថាគ្រួសារដែលជាជនជាតិចឹងទៅហើយក្រោយមកគាត់មានបញ្ហាបាទនៅក្នុងក្រុមគ្រួសារដែលគាត់គេហៅថាចង់បញ្ចប់នៃគូជីវិតរបស់គាត់រវាងប្តីនិងប្រពន្ធប៉ុន្តែគាត់មានការលំបាកខ្លាំងណាស់បងប្អូនដោយសារគាត់បាទគឺថាមានការខ្វះខាតផ្នែកចំណេះដឹងដូចជាភាសាឬក៏ច្បាប់ទម្លាប់នៅក្នុងសង្គមបាទប្រទេសអាល្លឺម៉ង់អញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅគាត់ចេះសនំពបងនៅពេលដែលខ្ញុំមានបញ្ហាអញ្ចឹងខ្ញុំទៅតាក់ទងកន្លែងណាខ្ញុំធ្វើមិនអីចឹងទៅដោយសារប្អូនវាអត់ចេះវាអត់ដឹងអីអញ្ចឹងណាបាទខ្ញុំសូមជម្រាបសួរបាទសួស្តីហើយបងប្អូនបាទសុខសប្បាយជាទេហើយថ្ងៃនេះបាទចុងអាទិត្យបាទថ្ងៃសម្រាប់ពីការងារហើយសូមចែករំលែកនៅវីដេអូខ្លីមួយបាទដោយសារតែមានការសនំពជាពិសេសគឺភាគច្រើនគឺបងប្អូនស្ត្រីតែម្ដងដែលគាត់ទុំតែមករស់នៅឯប្រទេសអឺរ៉ុបចឹងទៅហើយបាទគាត់រៀបចំជាមួយគេហៅថាគ្រួសារដែលជាជនជាតិចឹងទៅហើយក្រោយមកគាត់មានបញ្ហាបាទនៅក្នុងក្រុមគ្រួសារដែលគាត់គេហៅថាចង់បញ្ចប់នៃគូជីវិតរបស់គាត់រវាងប្តីនិងប្រពន្ធប៉ុន្តែគាត់មានការលំបាកខ្លាំងណាស់បងប្អូនដោយសារគាត់បាទគឺថាមានការខ្វះខាតផ្នែកចំណេះដឹងដូចជាភាសាឬក៏ច្បាប់ទម្លាប់នៅក្នុងសង្គមបាទប្រទេសអាល្លឺម៉ង់អញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅគាត់ចេះសនំពបងនៅពេលដែលខ្ញុំមានបញ្ហាអញ្ចឹងខ្ញុំទៅតាក់ទងកន្លែងណាខ្ញុំធ្វើមិនអីចឹងទៅដោយសារប្អូនវាអត់ចេះវាអត់ដឹងអីអញ្ចឹងណាបាទអញ្ចឹងហើយបាទខ្ញុំធ្វើវីដេអូនេះខ្លីបាទដើម្បីយ៉ាងចែកជូនឲ្យបានអ្វីដែលខ្ញុំបានដឹងខ្លះអញ្ចឹងទៅពីច្បាប់ទម្លាប់បាទក្នុងសង្គមនិងប្រទេសអាល្លឺម៉ង់អញ្ចឹងខ្ញុំចែករំលែកដល់គាត់ដើម្បីគាត់មានការហៅថាជាទីពឹងបាទនៅពេលដែលគាត់មានបញ្ហាអញ្ចឹងណាក៏អាចយកទៅបាទឲ្យគេជួយកន្លែងនេះកន្លែងនោះដែលអាចទៅតាក់ទងគេបានបាទអញ្ចឹងហើយបើសិនជាបងប្អូនបាទចាប់អារម្មណ៍នៅវីដេអូរបស់ខ្ញុំបាទសូមមេត្តាចុច like និង share វីដេអូនេះឲ្យបានច្រើនជាពិសេសគឺដល់បងប្អូនបាទដែលខ្ញុំជំរាបខាងដើមបាទដែលគាត់អាចដឹងនិងឃើញទៅបាទចំណុចណាដែលល្អសម្រាប់គាត់អាចយកទៅបាទដោះស្រាយក្នុងជីវិតរបស់គាត់បាទអញ្ចឹងខ្ញុំសូមថ្លែងអំណរគុណហើយជាពិសេសក៏សូមអរគុណបាទច្រើនចំពោះបងប្អូនបាទតែងតែតាមដាននិង like និង share វីដេអូរបស់ខ្ញុំបាទយ៉ាងច្រើនបាទនៅពេលដែលខ្ញុំបង្ហោះវីដេអូម្ដងម្កាលនិយាយពី tema នេះ tema នោះចែកជូនឲ្យដល់បងប្អូនអញ្ចឹងណាបាទអញ្ចឹងខ្ញុំអរគុណច្រើនបាទនៅប្រទេសអាល្លឺម៉ង់នេះគឺថាខ្ញុំជឿថាมันខុសពីប្រទេសបាទផ្សេងនៅលើទ្វីបអឺរ៉ុបឬក៏នៅប្រទេសបាទនៅលើសកលលោកបាទចំពោះបញ្ហាគេហៅថាច្បាប់បាទការលែងលះគ្នាហ្នឹងគឺវាស្តៀងគ្នាអញ្ចឹងបានគ្រាន់ថាប្រទេសនីមួយគេមានការអនុវត្តច្បាប់របស់គេបាទវាខុសគ្នាបន្តិចបន្តួចមិនច្រើនទេហើយនៅប្រទេសអាល្លឺម៉ង់បាទនៅពេលណាយើងប្តីប្រពន្ធយើងស្គាល់គ្នាមកបាទក្រោយមកយើងរៀបការទៅយើងមានកូនមានចៅបាទយើងគេហៅថាកសាងរួមជីវិតគ្នាបាទរវាងប្តីនិងប្រពន្ធទៅទ្រព្យសម្បត្តិឲ្យកូនចៅអីចឹងហូរហែមកក្រោយមកយើងចង់គេហៅថាបញ្ចប់នៃគូជីវិតគូស្នេហារវាងប្តីនិងប្រពន្ធចឹងទៅដល់ពេលណាដែលយើងបាទឲ្យករណីទី1ខ្ញុំចង់ជម្រាបជូនបងប្អូនបាទចំពោះប្តីប្រពន្ធដល់ពេលណាដែលយើងគេហៅថាចោះសម្រងគ្នាយើងបើកបាទគេហៅថាសន្និសីទតុកមូលបាទរវាងប្តីនិងប្រពន្ធយើងថាយើងធ្វើការបញ្ចប់នឹងគ្នាយើងអាចទៅរួចជាមួយនឹងគ្នាទៅថ្ងៃអនាគតទេដល់ពេលអញ្ចឹងយើងគេហៅថា up comment បានន័យថាយើងយល់ព្រមព្រៀងគ្នាអញ្ចឹងបងប្អូនបាទគឺថាយើងសុខចិត្តសម្រេចចិត្តទាំងសងខាងថាយើងនឹងបញ្ចប់អាហ្នឹងវាអត់មានបញ្ហាបងប្អូនទី1គឺយើងចាយលុយតិចបាទដោយសារតែយើងព្រមព្រៀងគ្នាតើអ្នកណាទទួលបានស្អីប្រពន្ធទទួលបានស្អីពីប្តីកូនត្រូវបានគេហៅថាគេអកមរតកគឺថាពីប្តីពីប្រពន្ធនឹងប៉ុណ្ណាអីប៉ុណ្ណាយើងបែងចែកគ្នាឲ្យអស់បាទហើយយើងរកមេធាវីបាទតែមួយគត់បាទយើងអត់រកមេធាវីទាំងសងខាងរវាងប្តីនិងប្រពន្ធទេគឺយើងបាទយើងតាក់ទងមេធាវីតែមួយគឺវាអស់លុយតិចហើយដល់ពេលអញ្ចឹងមកបាទគឺយើងឲ្យមេធាវីគេរៀបចំកណ្ដាស់ស្នាមបែបបត់អីហូរហែទៅតាមគេហៅថាច្បាប់ទម្លាប់របស់ល្មងដាក់ទៅខាងផ្នែកតុលាការទៅតុលាគេគោះហៅអីចឹងហូរហែអញ្ចឹងទៅគឺដល់គឺគោះតុកពងបាទគឺថាចប់ដោយសារគេអាននៅសំណុំបែបបត់ដែលមេធាវីយើងរៀបចំឡើងទៅអញ្ចឹងបងប្អូនគេមើលទៅគឺថាវាស័កមួយម៉ាតប្តីប៉ុណ្ណេះប្រពន្ធប៉ុណ្ណេះហើយយើងព្រមព្រៀងបាទការគេហៅថាកូននឹងចៅនឹងទៅលេងខាងណាអីចឹងទៅគឺគេមើលទៅសមស្របដែលគេអាចទទួលយកបានគោះតុកពងគឺចប់បាទជាស្ថាពរ6 7អាទិត្យក្រោយមកគឺធ្លាក់គេហៅថាกระดาษលែងលះគ្នាជាស្ថាពរលែងលះគ្នាជាផ្លូវការអញ្ចឹងបានន័យថាយើងខាងស្រីក៏នៅលាវខាងប្រុសក៏នៅលាវអញ្ចឹងទៅហើយករណីទី2ចំពោះបងប្អូនបាទដែលគាត់ធ្វើការលែងលះគ្នារវាងប្តីនិងប្រពន្ធដូចខ្ញុំជំរាបខាងដើមអញ្ចឹងបាទគឺថាយើងមានការទាស់តែងរវាងគេហៅថាប្តីនិងប្រពន្ធហើយយើងអត់ព្រមដោយសារទី1គឺប្តីចង់លេងឬក៏ប្រពន្ធនឹងចង់លេងប្តីអីចឹងទៅដល់អញ្ចឹងវាមិនស្របបាទន័យថាវាមិនធ្លុងមួយដល់ពេលអញ្ចឹងគឺយើងបាទគឺថាយើងមានការទៀមទាអញ្ចេះយើងមានការទៀមទាអញ្ចោះអាហ្នឹងគឺយើងត្រូវការចាយគេហៅថា
ប្រកាសច្រើនផ្នែករដ្ឋបាលផ្នែកច្បាប់ណាយើងត្រូវរកមេធាវីទាំងសងខាងប៉ុន្តែបើសិនជាខាងប្រពន្ធគេចង់លែងយើងអញ្ចឹងគេទៅរកមេធាវីអញ្ចឹងបាទហើយគេរៀបឲ្យមេធាវីអញ្ចឹងទៅបាទរៀបចំกระดาษស្នាមដូចតគូដែលខ្ញុំនិយាយពីខាងដើមអញ្ចឹងបាទគេចំណាយលុយអីមុនហោហាយអញ្ចឹងទៅហើយដល់ពេលអញ្ចឹងក្រោយមកគេរៀបចំกระดาษស្នាមអីហោហាយអញ្ចឹងទៅបាទគេដាក់ទៅខាងតុលាការទៅតុលាការគេគាស់ខាងប្តីអីមកអញ្ចឹងទៅបាទម្ដងជា2ដងបាទហើយនៅឯប្រទេសអាល្លឺម៉ង់ខ្ញុំជំរាបចែកជូនដល់បងប្អូននៅពេលណាដែលគេយើងដាក់ពាក្យបាទស្ត្រីសុំលែងប្តីឬក៏បាទប្តីសុំលែងប្រពន្ធនៅពេលណាដែលទោះបីថាយើងមិនយល់ព្រមក៏ដោយបាទនៅពេលណាដែលខាងតុលាការគេគាស់យើង1ដង2ដង3ដងបាទបើយើងមិនមកព្រមយើងមិនមកជួបឬក៏យើងយ៉ាងម៉េចចឹងគឺថាគេសម្រេចបាទគេហៅថាអត្តនោម័តឬក៏គេសម្រេចថានឹងបញ្ចប់បាទกระดาษស្នាមគឺថាយើងលែងលក្ខនេះដល់អូតូម៉ាទិកបាទមួយរយៈក្រោយមកគឺគេចេញច្បាប់ទម្លាប់ឲ្យយើងបាទជាផ្លូវការគឺថាលែងលក្ខនេះដល់ប៉ុន្តែបើយើងខាងប្តីឬខាងប្រពន្ធយើងថាអូខេយើងនឹងឡើងទៅបាទយើងស្ដាប់ខាងស្រីដែលគេរកមេធាវីអីហោហាយអញ្ចឹងទៅបាទនៅពេលណាដែលយើងមិនយល់ព្រមយើងអាចរកមេធាវីរបស់យើងមួយទៀតយើងទៅទប់ទៅប្រឆាំងជាមួយគេថាយើងមិនពេញចិត្តនៃការដែលខាងស្រីគេទៀមទាឬខាងប្រុសគេទៀមទាអញ្ចឹងណាបាទដូច្នេះបើសិនថាយើងអូខេជាមួយគ្នាយើងនឹងបញ្ឈប់ទៅបាទយើងព្រមព្រៀងគ្នាអស់លុយតិចប៉ុន្តែបើយើងមិនព្រមព្រៀងគ្នាយើងមិនអូខេជាមួយនឹងគ្នាទេគឺថាយើងនឹងប្តឹងបន្តចឹងហោហាយទៅគឺយើងអស់លុយច្រើនបងប្អូនបាទជាពិសេសគឺនៅស្រុកអាល្លឺម៉ង់គឺថាមេធាវីគឺថ្លៃបងប្អូនយើងគ្រាន់តែទៅជួបគេមកផ្លែតយើងមិនទាន់និយាយរៀបរាប់អីបាទហោហាយដែលយើងចង់និយាយពីនេះចង់និយាយពីនោះដើម្បីគេបានជ្រាបពីបញ្ហារបស់យើងណាបាទអស់300 អឺរ៉ូបាត់ហើយម្ដងបាទអត់ទាន់មាននេះបាទហើយបានដាក់ធាមីនឬក៏ដាក់គេហៅថាពេលទៅជួបលើកទី2អីហោហាយអញ្ចឹងទៅអាហ្នឹងបើយើងអូខេទៅវាប្តីនិងប្រពន្ធយើងបញ្ចប់ទៅគឺថាយើងអស់លុយតិចបាទហ្នឹងគឺករណីទី2គឺវាបាទមានការគេហៅថាមិនចោះសម្រងនឹងគ្នាយើងទៀមទាចេះទៀមទាចោះក្រោយមកយើងអូខេជាមួយនឹងគ្នាហើយយើងចប់នឹងគ្នាទៅគឺវាបាទវាមិនចំណាយគេហៅថាប្រកាសច្រើនទេបាទគឺយើងនឹងបញ្ចប់ដោយសុខសុវត្ថិភាពបាទរវាងប្តីនិងប្រពន្ធនឹងទៅបាទហើយករណីទី3ជាករណីចាំបាច់បាទដែលបងប្អូនគាត់សន្តំពរឲ្យខ្ញុំបាទជាពិសេសគឺបងប្អូនស្ត្រីឬក៏បងប្អូនដែលគាត់មានបញ្ហាបាទគាត់ទំនឹងមកគេហៅថាមកជន់ទឹកដីអឺរ៉ុបឬក៏នៅប្រទេសផ្សេងមិនថាប្រទេសអាល្លឺម៉ង់ឬក៏មិនប្រទេសបារាំងប្រទេសនានាដែលគាត់សួរនាំអីចឹងទៅបាទចូលបងនៅប្រទេសអាល្លឺម៉ង់ច្បាប់គេយ៉ាងម៉េចនៅប្រទេសខ្ញុំវាចេះមួយចេះពីរអីចឹងទៅចំពោះនៅប្រទេសអាល្លឺម៉ង់បងប្អូននៅពេលណាដែលយើងបាទស្ត្រីក៏ដោយមិនថាបរោះឬក៏មិនថាស្ត្រីទេនៅពេលណាដែលយើងមានបញ្ហារវាងប្តីនិងប្រពន្ធបាទហើយនៅពេលណាដែលយើងមានបញ្ហាគេហៅថាទី1គឺផ្នែកសេដ្ឋកិច្ចទី2បញ្ហាគេហៅថាភាសាដោយសារយើងវាទប់តែមកបាន2 3ឆ្នាំយើងមិនទាន់គេហៅថាស្ទាត់ចំណេញនឹងការយល់ដឹងរវាងច្បាប់ទម្លាប់អីអញ្ចឹងណាបាទគឺថាកន្លែងនេះគេមានរដ្ឋអំណាចគេថាមានកន្លែងដែលគេគាំពៀដល់យើងបងប្អូនគឺយើងអាចទៅខាងឧបមាថាយើងមានបញ្ហាប្រកាសយើងមិនធូរមិនធាឬក៏យើងមិនទាន់ធ្វើការទេយើងរស់ក្រោមគេហៅថាបាទការផ្គត់ផ្គង់របស់ប្តីដែលជាសាសគេដែលជាជាតិគេហ្នឹងណាឧបមាថាពេលហ្នឹងគឺយើងទៅខាងរដ្ឋអំណាចបាទទៅខាង social គេហៅថាខាង family បាទខាង family ទៅយើងសួរនាំគេហោហែទៅយើងថាកន្លែងណាយើងអាចទៅតាក់ទងបញ្ហាដែលយើងមានដែលយើងចង់រៀបរាប់ប្រាប់គេផ្នែកប្តីប្រពន្ធយើងចង់ធ្វើការបញ្ចប់គូជីវិតអីយ៉ាងហោហែទៅគេបាទគេផ្ដល់ព័ត៌មានមកឲ្យយើងណាគេហៅថាទៅកន្លែងគេហៅថាមេធាវីគ្រួសារបាទអាឡម៉ង់ហៅថា res anwal បាទគេថាខាងមេធាវីគ្រួសារទៅគេបាទគេជួយយើងបាទគេធ្វើសំណុំបែបបត់អីហោហាយចឹងទៅបាទដូចតគូខាងដើមដែលខ្ញុំជម្រាបប្រាប់បងប្អូនចឹងបាទយើងរៀបរាប់ប្រាប់គេទៅគេធ្វើបាបយើងឬក៏គេបាទបំពេញលើផ្លូវចិត្តឬក៏បំពេញលើផ្លូវកាយដោយសារយើងទទួលយកមិនបានទេបាទដោយសារអញ្ចឹងហើយបាទខ្ញុំសុំបាទបញ្ចប់សុំធ្វើការលែងលះជាមួយនឹងគាត់ទោះបីតែខាងប្រុសក៏អត់ព្រមក៏ដោយប៉ុន្តែយើងមានសិទ្ធិបាទឲ្យគេជួយបាទគេគាំពៀយើងសពបែបយ៉ាងទាំងអស់បាទគេហៅថាមេធាវីគ្រួសារហ្នឹងណាបាទហើយក្រោយមកគឺថាមេធាវីគ្រួសារដែលគេគាំពៀបាទធ្វើគេហៅថាសំណុំបែបបត់ឲ្យយើងគឺទៅសេទៅខាងប្តីហ៎បាទគេទៅខាងប្តីគេចង់ដឹងពីខាងប្តីពីគេហៅថាតម្រង់បែបបត់ឬក៏ចំហខាងប្តីយ៉ាងម៉េចអីអញ្ចឹងបាទគាត់ចង់លែងទេឬក៏អីចឹងហោហាយចឹងទៅបាទក្រោយមកទោះថាប្តីគាត់មិនចង់ជួបឬក៏ប្តីគាត់មិនចង់គេហៅថាទទួលយកនៅអ្វីដែលការខាងមេធាវីគេទៅសេមកអីអញ្ចឹងក៏អត់មានបញ្ហាទេបងប្អូនបាទគឺថាពេលហ្នឹងគឺថាគេធ្វើឲ្យយើងទាំងអស់ហើយក្រោយមកបាទគេ
បើសិនជាប្តីគាត់បានដឹងថាយើងសុំលែងលះគាត់អីអញ្ចឹងគឺថាគាត់អាចរកមេធាវីឬគាត់តំណាក់តំណងជាមួយយើងប៉ុន្តែបញ្ហានៅពេលណាដែលយើងភាកច្រើនណាបងប្អូននៅពេលដែលយើងមានបញ្ហារវាងប្តីនិងប្រពន្ធបាទអ្នកខ្លះទៅគឺថាគេហៅថាមានចំណេះនៃការយល់ដឹងបាទខ្ពង់ខ្ពស់ចឹងទៅគឺគ្មានការគេហៅសម្របសម្រួលគឺថាយើងអាចនៅនិយាយជាមួយគ្នាបានយើងទៅជែកជាមួយគ្នាបានដើម្បីយើងរកដំណោះស្រាយថាតើយើងដើរទៅលើផ្លូវណាដែលវាត្រូវហើយវាគួរសមសម្រាប់យើងអនុវត្តបានណាប៉ុន្តែចំពោះអ្នកខ្លះគឺថាអត់បានទេបងប្អូនយើងអត់ចង់និយាយជាមួយគ្នាឬក៏អីចឹងទៅអាហ្នឹងគឺថាទុកឲ្យខាងមេធាវីគ្រួសារគេធ្វើកិច្ចការឲ្យយើងគេហៅថាមេធាវីផ្នែកខាង social ណាបាទហើយខ្ញុំបញ្ជាក់បាទចំណុចតនេះគឺនៅប្រទេសអាល្លឺម៉ង់គឺថាគេមានទាំងអស់បាទគេហៅថាខាងផ្នែក social ហ្នឹងគេមានមេធាវីខាងការពារយើងបាទផ្នែកខាងដោយឧបមាថាយើងជួលផ្ទះអីចឹងទៅម្ចាស់ផ្ទះមានការរំលោភបំពានលើយើងរំលោភសិទ្ធិរបស់យើងបាទការដែលយើងជួលគេនៅអីចឹងទៅក៏គេមានមេធាវីបាទផ្នែកខាងគេហៅថាជួលផ្ទះហ្នឹងការពារគាំពារយើងដែរបាទយើងចូលជាសមាជិកអីហោហាអញ្ចឹងទៅបង់គេក្នុងមួយឆ្នាំបាទខ្ទង់ប្រហែលជា100 អឺរ៉ូអញ្ចឹងទៅពេលហ្នឹងគឺមានបញ្ហាគឺថាគេការពារយើងហើយក៏មិនខុសពីបាទគេហៅថាមេធាវីគ្រួសារសម្រាប់ដែលគេគាំពារបាទដែលគេជួយបំពេញបែបបទបាទសំណុំបែបបទដែលយើងប្តឹងទៅលើគេនឹងគេអាចទៅសេទៅឲ្យយើងទៅខាងច្បាប់ទម្លាប់ខាងតុលាការអីហោហែដូចគ្នាអញ្ចឹងបាទពេលហ្នឹងគេទៅសេទៅកាន់ខាងប្តីដូចខ្ញុំជំរាបខាងដើមអញ្ចឹងក្រោយមកគឺថាគេបាទដាក់ appointment ឲ្យយើងដាក់ពេលវេលាទៅឲ្យយើងសពបែបយ៉ាងទៅបាទខាងតុលាការគេគាស់ហៅអញ្ចឹងទៅខាងប្តីឬក៏ខាងប្រពន្ធបាទបើសិនជាប្តីសុំលែងប្រពន្ធគឺថាគេគាស់ហៅខាងប្រពន្ធអញ្ចឹងមកប៉ុន្តែបើសិនជាខាងប្រពន្ធលែងប្តីគឺគេគាស់ខាងប្តីទៅខាងតុលាការនៅគេដាក់ពេលវេលាហ្នឹងណាគេផ្ញើទៅឲ្យខាងប្តីមួយបាទហើយគេផ្ញើមកឲ្យខាងប្រពន្ធហើយដល់ពេលអញ្ចឹងបើថាអត់មកថាពេលដែលថ្ងៃដែលយើងទៅជួបនៅខាងតុលាការហើយបើសិនជាប្តីអត់ទៅជួបទេបាទម្ដងជា2ដងហើយបើសិនជាប្តីមិនឯកភាពថាចង់លែងលះបាទគាត់ទេគឺថាគាត់អាចរកមេធាវីអញ្ចឹងទៅបាទហើយដើម្បីឲ្យការពារខ្លួនគាត់អញ្ចឹងហើយដើម្បីគាត់ទៀមទាថាជាពិសេសគឺបញ្ហាកូនហើយបញ្ហានៃការដែលប្រពន្ធនឹងទៀមទាបាទឲ្យបង់ប្រាក់ខែទៅលើកូនប៉ុណ្ណេះឬក៏ខ្លួនប៉ុណ្ណេះអីហោហាអញ្ចឹងទៅបាទហ្នឹងគាត់ទៅរកមេធាវីបាទរបស់ខ្លួនគាត់អញ្ចឹងទៅគាត់ដាក់គាំពារការពារខ្លួនគាត់ហើយបាទដាក់ appointment សាថ្មីទៅជួបតុលាការអីហោហាអញ្ចឹងទៅប្រយុទ្ធប្រឆាំងគ្នានៅពេលដែលយើងជួបខាងផ្នែកតុលាការបើសិនជាមេធាវីខាងប្តីនិងខាងប្រពន្ធហ្នឹងគឺថាឯកភាពបាទទទួលយកបានខាងប្រពន្ធគេចង់បានអញ្ចេះខាងប្តីគេចង់បានអញ្ចេះអាហ្នឹងគឺថាគេគោះពងបាទគឺថាចប់ជាស្ថាពរប៉ុន្តែនៅគឺមានបញ្ហាគឺយើងចាយបាទគេថាមេធាវីទាំងសងខាងរវាងប្តីនិងប្រពន្ធណាហើយករណីបងប្អូនបាទគឺថានៅពេលណាក្រោយពី3ទៅក៏5ទៅ6អាទិត្យក្រោយមកគឺធ្លាក់កណ្ដាស់ជា official មកបណ្ដោយបាទគឺថាយើងទទួលបានគេហៅថាការលែងលះគ្នាហ្នឹងគឺស្របច្បាប់ដូច្នេះយើងរវាងប្តីប្រពន្ធហ្នឹងគឺយើង free បាទវាទៅជា single វិញទៅជាម្នាក់ឯងវិញអញ្ចឹងណាបងប្អូនបាទហើយក្រោយមកគឺគេធ្លាក់កណ្ដាស់មកបាទខាងមេធាវីគេទៅសេមកកាន់យើងអញ្ចឹងណាបាទគេថាហោយើងត្រូវបង់លុយគេប៉ុណ្ណេះបើសារយើងគ្មានប្រាក់ខែដោយសារយើងរស់ដោយសារប្តីឬក៏ប្តីយើងរស់ដោយសារប្រពន្ធអញ្ចឹងយើងអត់មានគេហៅថាប្រាក់ចំណូលអញ្ចឹងណាឬក៏យើងធ្វើការដែរប៉ុន្តែយើងប្រាក់ខែគេហៅថាតិចតួចយើងមិនអាចបង់ទៅលើចំណាយនៃការដែលយើងលែងលះគ្នាអញ្ចឹងពេលហ្នឹងគឺថាបាទគេដឹងយើងហើយប្រព័ន្ធហ្នឹងគេដឹងតាំងពីដើមនៅពេលដែលយើងទៅរកគេផ្នែកខាងគេហៅថាមេធាវីខាងគ្រួសារហ្នឹងណាបាទគេធ្វើគាំពារយើងគេដឹងអស់ថាយើងអត់មានលទ្ធភាពផ្នែកគឺសេដ្ឋកិច្ចអីចឹងគឺថាគេបាទឧបមាថាយើងអស់ថា10000អញ្ចឹងឧទាហរណ៍ឬក៏អស់8000បាទពេលហ្នឹងគឺរដ្ឋគេចេញឲ្យយើងទាំងអស់បងប្អូនបាទខ្ទង់ប្រហែលជា7000ទៅ8000ហើយយើងចេញខ្ទង់ប្រហែលជា7ទៅ800ឬក៏1000ទេបាទ maximum ហើយពេលហ្នឹងគឺយើងបាទគេឲ្យលទ្ធភាពឲ្យយើងបាទគេឲ្យយើងបង់តែម្ដងទាំងអស់1000 អឺរ៉ូគឺថាបាទគេឲ្យយើងបង់ជាខែបាទ20 អឺរ៉ូឬក៏26ឬក៏30 អឺរ៉ូក្នុងមួយខែអញ្ចឹងទៅរហូតដល់បាទ5ឆ្នាំឬក៏10ឆ្នាំទៅតាមលទ្ធភាពដែលយើងចេះតែបង់ហូរហើយរហូតដល់ចប់គេហៅថាអាការដែលគេឲ្យយើងបង់1000 អឺរ៉ូអញ្ចឹងទៅបាទហើយក្រោយមកគឺយើងចប់បាទគឺយើងមានសិទ្ធិសេរីភាពបានជារូបខ្ញុំនិយាយមកដល់ចំណុចនេះណាបងប្អូនមិនមែនលក្ខណៈថាខ្ញុំលើកជាវីដេអូនេះឡើងឬក៏ធ្វើជាវីដេអូខ្លីមួយនេះឡើងបាទដើម្បីនឹងចែកជូនទៅដល់បងប្អូនហើយដើម្បីធ្វើការលែងលះគ្នាទេបាទដោយសារតែមានការសំណូមពរពីបងប្អូនបាទដែលគាត់ថាមានបញ្ហាផ្នែកជាពិសេសគឺចំណេះដឹងគេហៅថាច្បាប់ទម្លាប់
រស់នៅឯស្រុកអាល្លឺម៉ង់ឬក៏ដូចខ្ញុំជម្រាបខាងដើមបាននៅឯប្រទេសផ្សេងដែលគាត់រស់នៅបាទមានការលំបាកផ្នែកគេហៅថាគ្រួសាររវាងប្តីនិងប្រពន្ធឬថាយើងមិនចោះសម្រងឬក៏យើងទទួលគេហៅថាការវាយដំឬក៏មិនពេញចិត្តបាទអស់គេហៅថានិស័យនឹងគ្នាអញ្ចឹងយើងមិនដឹងจะទៅណាបាទគេហៅថាងេមងាមទី1យើងខ្ញុំជំរាបខាងដើមគឺបញ្ហាភាសាទី2បញ្ហាចំណេះដឹងផ្នែកច្បាប់ទម្លាប់ដល់អញ្ចឹងឲ្យខ្ញុំធ្វើអញ្ចឹងទៅបាទគាត់អាចទទួលបាននៅព័ត៌មានពីខ្ញុំខ្លះដែលគាត់អាចដកស្រង់យកទៅដើម្បីយើងធ្វើការគេហៅថាទំនុកចិត្តដល់គាត់ហើយនឹងគាត់ដឹងថាគាត់ទៅពឹងពាក់អ្នកណាឲ្យជួយគាត់អញ្ចឹងបងប្អូនក៏ប៉ុន្តែបាទទោះបីយ៉ាងណាក៏ដោយមុននឹងបងប្អូនគេហៅថាធ្វើការបញ្ចប់រវាងប្តីនិងប្រពន្ធឬក៏គូស្នេហ៍បាទយើងត្រូវសួរខ្លួនយើងឲ្យបាន1000ដងថាតើយើងអាចធ្វើដំណើរជាមួយគ្នាទៅមុខបានទៀតអត់ហើយបើសិនជាយើងបានសួរចិត្តរបស់យើងបាទគឺថាយើងបានដឹងច្បាស់ថាយើងមិនអាចទៅជាមួយនឹងគាត់បាទរហូតទៅដល់ថ្ងៃគេហៅថាទីបញ្ចប់ទេហើយចាំបងប្អូនធ្វើគេហៅថាអនុវត្តនៅច្បាប់ដែលខ្ញុំរៀបរាប់ចែកជូនដល់បងប្អូនពីខាងដើមហ្នឹងបាទប៉ុន្តែផ្ទុយទៅវិញបាទជីវិតរបស់យើងគឺបងប្អូនត្រូវចងចាំម្នាក់បាទជីវិតរបស់យើងគឺមិនមែនជីវិតគេហៅថា Mario គេហៅ game សម្រាប់យើងលេងណាបាទគឺថាជីវិត Mario គឺមាន5ដងបងប្អូនខ្ញុំជឿថាបងប្អូនយល់ខ្ញុំចង់និយាយពីស្អីបាទនៅពេលដែលយើងលោតអីចឹងទៅលោតទៅងាប់ទៅបាទនៅសល់4ដងទៀតយើងលោតរហូតដល់អស់5ដងបានងាប់ប៉ុន្តែចំពោះបញ្ហាជីវិតមនុស្សគឺមានតែម្ដងឯងបងប្អូនដូច្នេះនៅពេលណាដែលយើងគិតថាដូចខ្ញុំជំរាបខាងដើមបាទយើងមិនអាចបន្តជីវិតឬក៏យើងមិនអាចទទួលយកបាននូវការដែលគេហៅថាបំពេញឬក៏គេហៅថារំលោភសិទ្ធិឬក៏ស្អីហូរហែខ្ញុំជឿថាបងប្អូនយល់បាទដល់ចំណុចដែលខ្ញុំចង់និយាយចែកជូនដល់បងប្អូនហ្នឹងបាទគឺថាយើងសម្រេចចិត្តចោះបាទគឺថាជីវិតរបស់យើងជាអ្នកបើបើកឡានយើងជាអ្នកកាច់ចកោតបាទគឺមិនមែនអ្នកគេថាអ្នកដែលអង្គុយក្បែរយើងគ្រាន់តែប្រាប់ទេថាណោះបងមើលឆ្វេងមើលស្ដាំឬក៏អ្នកមកពីខាងស្ដាំគេមានអត្តភាពឬក៏ផ្លូវទៅត្រង់ប៉ុន្តែកាច់ចកោតគឺថារបស់យើងជាអ្នកកាន់ចកោតយើងចង់ឲ្យទៅឆ្វេងយើងចង់ឲ្យទៅស្ដាំយើងចង់ឲ្យទៅត្រង់បាទគឺថាបងប្អូនយល់ហើយបាទគឺថាជីវិតគឺយើងជាអ្នកដឹកនាំជីវិតរបស់យើងជាអ្នកកាច់បាទបត់បែនជីវិតរបស់យើងគឺយើងអ្នកទទួលខុសត្រូវនៅជីវិតរបស់យើងដូច្នេះបងប្អូនទៅធ្វើអីគឺថាយើងសម្រេចបាទបើសិនជាវាគេហៅថាសមាមាត្របើសិនជាវាមានការគេហៅថាសមគួរបាទគឺថាយើងមិនមែនចេះតែបំពេញទេយើងអាចបាទសម្រេចចិត្តយើងដើរនៅលើផ្លូវណាមួយដែលយើងគិតថាវាល្អសម្រាប់ជីវិតរបស់យើងទៅថ្ងៃអនាគតបាទហើយខ្ញុំសង្ឃឹមថាបងប្អូនបាទនឹងតាមដានវីដេអូនេះហើយនឹងមេត្តាជួយចុចបាទ like និង share វីដេអូនេះបានច្រើនមកខ្ញុំបាទសូមបញ្ចប់នៅវីដេអូប៉ុណ្ណឹងហើយយើងជួបគ្នានៅបាទវីដេអូក្រោយទៀតបាទហើយខ្ញុំសូមជូនពរបាទដល់បងប្អូនបាទពោពេញទៅដោយសុខភាពល្អបាទអាយុវែងហើយជាពិសេសគឺថាសុខភាពតែម្ដងបងប្អូនមានសុខភាពគឺមានអ្វីទាំងអស់បាទជំរាបលាបាទសុខសប្បាយ